តើអ្វីទៅជាជំងឺគាំងបេះដូងដែលភាសាបច្ចេកទេសគេហៅថា myocardial infarction ជំងឺគាំងបេះដូងនេះទៀតសោតត្រូវបានគេចាត់ចូលជាក្រុមនៃជំងឺដែលមិនឆ្លងដែលភាសាបច្ចេកទេសគេហៅថា non communicable disease ដើមចំនៃការកើតឡើងនៃជំងឺគាំងបេះដូងនេះគឺដោយសារតែការកើនឡើងនៅកំណកខ្លាញ់នៅតាមជញ្ជាំងសរសៃឈាមជាពិសេសការកើនឡើងនៅកំណកខ្លាញ់ដែលអាក្រក់ការកើនឡើងនៅខ្លាញ់អាក្រក់ប៉ុន្តែថយចុះនៅខ្លាញ់ល្អដែលខ្លាញ់អាក្រក់វាកកផ្ដុំនៅតាមជញ្ជាំងសរសៃឈាមជាពិសេសសរសៃឈាមដែលទៅចិញ្ចឹមបេះដូងផ្ទាល់តែម្ដងពេលនោះធ្វើឲ្យសរសៃឈាមដែលទៅចិញ្ចឹមសាច់ដុំបេះដូងដើម្បីឲ្យបេះដូងកន្ត្រាក់គ្រប់ពេលនោះធ្វើឲ្យវាកាន់តែឡើងក្រាស់ទៅបន្តមកទៀតវាធ្វើឲ្យសរសៃឈាមដែលទៅចិញ្ចឹមបេះដូងនោះគឺវាចាប់ផ្ដើមខ្សោយកាលណាដែលពពួកខ្លាញ់ក្រវាកើនឡើងកំណត់បណ្ដុំនៅតាមចាស់សាច់ឈាមធ្វើឲ្យលំហូរឈាមមិនសូវជាល្អពេលនោះធ្វើឲ្យមានការប៉ះទង្គិចទៅលើកំណត់ខ្លាញ់ដែលឡើងក្រាស់ហើយស្ដារនោះធ្វើឲ្យសរសៃឈាមនោះវាត្រូវប៉ះទង្គិចនិងមានការហូរឈាមនៅក្នុងជញ្ជាំងសរសៃឈាមពេលនោះធ្វើឲ្យមានពពួកផ្លាកែតពពួក fibrin គឺជាពពួកកត្តាកំណត់ឈាមរបស់យើងផ្ទាល់តែម្ដងគឺវាទៅជួយទប់កន្លែងដែលមានការប៉ះទង្គិចនោះយូរទៅធ្វើឲ្យកំណត់ឈាមកាន់តែធំឡើងផ្ដុំទៅដោយពពួកផ្លាកែតជាមួយនឹងពពួក fibrin ដែលជាកត្តាកំណត់ឈាមមួយហើយពេលនោះផងដែរធ្វើឲ្យស្ទះនៅសរសៃឈាមដែលទៅចិញ្ចឹមបេះដូងពេលនោះផងដែរធ្វើឲ្យបេះដូងលែងមានសមត្ថភាពក្នុងការចម្បាច់ឈាមដើម្បីផ្ដល់នៅសារធាតុចិញ្ចឹមនិងអុកស៊ីសែនទៅកាន់កោសិកាឬសរីរាង្គផ្សេងៗដើម្បីបន្តជីវិតកត្តាប្រឈមទី1ជាចម្បងដែលបង្កឲ្យទៅជាជំងឺសរសៃឈាមបេះដូងនោះអ្នកជក់បារីទី2អ្នកដែលមានការកើនឡើងនៅពពួកខ្លាញ់អាក្រក់ពពួក LDL low density lipoprotein អ្នកជំងឺដែលមានជំងឺលើសសម្ពាធឈាមអ្នកជំងឺទឹកនោមផ្អែមរោគសញ្ញានៃការស្ទះនៅសរសៃឈាមទៅចិញ្ចឹមបេះដូងនេះផងដែរទីមួយរួមមានការចុកទ្រូងផ្នែកខាងឆ្វេងចុករបៀបណែនចុកអួលចុកចាក់ទៅដៃខាងឆ្វេងចាក់មកក្រោមដល់ផ្សិតនិងចាក់ទៅលើបំផុតចាក់ទៅដល់ត្រឹមចង្កែចុកអំឡុងពេលប្រឹងធ្វើអ្វីមួយឧទាហរណ៍ប្រឹងឡើងកម្មចន្ទានិងបានបាត់ចុកស្រាកមកវិញនៅពេលដែលសម្រាក